ជំរាបសួរនេះគឺជាទស្សនវិជ្ជាស្ដែងនៅក្នុងគម្រោង ML Scenery ផ្ទាល់តែម្ដងឃើញថាការសាងសង់និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធលឿនមែនទែនដូច្នេះថ្ងៃនេះខ្ញុំបាទនឹងអាប់ដេតអំពីសំណង់ផ្ទះគំរូ Grand L Villa និងហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោងទាំងមូលជូនលោកអ្នកខាងមុខគម្រោងកំពុងសាងសង់ក្លោងទ្វារចូលចំណែកឯគ្រប់ផ្លូវទាំងអស់ត្រូវបានចាក់បេតុងរួចរាល់ព្រមទាំងទៅថ្ងៃមុខនិងអ៊ុតកៅស៊ូបន្ថែមមួយជាន់ទៀតផ្លូវមានទំហំចាប់ពី8ម៉ែត្រឡើងទៅប្រើដោយដែក YMS ទំហំ8លីនិងកម្រាស់15សង់ទីម៉ែត្រ Green Space និង Clubhouse បាននឹងកំពុងរៀបចំបច្ចុប្បន្ននេះផ្ទះគំរូដែលកំពុងសាងសង់មានចំនួនដល់ទៅ5ផ្ទះក្នុងនោះមាន Grand L Villa ចំនួន2ផ្ទះនិង Grand M Villa ចំនួន3ផ្ទះផ្ទះគំរូ Grand L Villa សាងសង់បាន 80% ហើយគ្រឹះនៃផ្ទះ Grand L Villa នេះមានជម្រៅដល់ទៅ14ម៉ែត្រឆ្លងកាត់ការធ្វើតេស្តដីយ៉ាងហ្មត់ចត់និងត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស Grand L Villa មានទំហំផ្ទះ 11.34 ម៉ែត្រគុណនឹង 22.33 ម៉ែត្រកម្ពស់ផ្ទះសរុប13ម៉ែត្រប្លង់សេ3សន្លឹកមានបន្ទប់គេង7បន្ទប់ទឹក8និងចំណតរថយន្តចំនួន3គ្រឿងចំពោះប្លង់សេចំណតរថយន្តផ្ទាល់ដីឬក៏អាចហៅថា slab មានកម្រាស់រហូតដល់12សង់ទីម៉ែត្រដើម្បីទ្រទម្ងន់រថយន្តបានល្អហើយមានទំហំ span ធំទូលាយងាយស្រួលចេញចូលរថយន្តចំណែកសសរមានមុខកាត់30គុណនឹង40សង់ទីម៉ែត្រប្រើដោយដែក20លីស្នឹមទទឹង40សង់ទីម៉ែត្រកម្ពស់80សង់ទីម៉ែត្រជញ្ជាំងជុំវិញឥដ្ឋ20និងខាងក្នុងឥដ្ឋ10រីឯដំបូលវិញចាក់ប្លង់សេពេញនិងមានការពារជំរាបទឹកផងដែរទាំងនេះគឺជាចំណុចសំខាន់មួយចំនួននៃផ្ទះ Grand L Villa សម្រាប់អតិថិជនចង់បានព័ត៌មានលម្អិតសូមធ្វើការតាក់ទងមកកាន់យើងខ្ញុំសូមអរគុណបុរី ML ធ្វើឲ្យជីវិតកាន់តែមានសុភមង្គល